សូមកុំឆ្លោះខ្មែរគ្នាឯងណាអ្នករស់ស៊ីបន្តរស់ស៊ីធម្មតាអ្នកធ្វើការសូមបន្តធ្វើការធម្មតាជាក់ស្ដែងដូចហាង The Water គឺគាត់នៅតែបើកទេក៏អត់មានបិទទេអញ្ចឹងសូមភ្ញៀវទាំងអស់នាំគ្នាគាំទ្រហាង The Water ហាង Eat More សិតតែក្រុមការងារហាងរបស់គាត់ដែរអញ្ចឹងសិតតែហាងដែលនៅបើកទាំងអស់ Eat More អីសិតនៅបើកទេព្រោះតែអត់មានលុយអត់មានចំណូលនាំគ្នាតូតុនគឺយើងអត់បានទេទាំងពុកម៉ែបងប្អូនទាំងអស់គ្នានៅទៅធ្វើការធម្មតាយើងធ្វើការរកស៊ីបានប្រាក់ខែមកយើងជួយចែករំលែកជួយដល់ពុកម៉ែបងប្អូនភាសាក៏ដូចជាបងកងទ័ពបន្តិចបន្តទៅព្រោះរឿងវានៅតែយូរទៅហើយនៅហាង The Water គឺគាត់បានធ្វើមុខម្ហូបប្លែកព្រោះអីឮថាពុកម៉ែភាសាក៏ដូចជាបងកងទ័ពគាត់ចាប់ផ្ដើមទៅលាន់ហើយ10ថ្ងៃហើយជិតក្បែរ10ថ្ងៃហើយម្ហូបដដែលអញ្ចឹងវាស្តៀងគ្នាក្រៀមក្រោះអញ្ចឹងថ្ងៃនេះគឺគាត់ធ្វើម្ហូបបែបប្លែកឲ្យជូនពុកម៉ែភាសាក៏ដូចជាបងកងទ័ពគាត់យកទៅបរិច្ចាគនៅហាង Eat More អញ្ចឹងទៅអញ្ចឹងទីតាំងហាង The Water ដែលគាត់មានទីតាំងនៅបឹងកក់នេះគឺគាត់នៅបើកធម្មតាប៉ុន្តែគឺគាត់នៅតែចូលរួមដូចខ្ញុំបញ្ជាក់អញ្ចឹងហាងផ្សេងដូចគ្នានាំគ្នាចូលរួមជួយនៅតែបន្តជួយរកស៊ីនៅតែរកស៊ីបើកនៅតែបើកមានភ្ញៀវចូលរួមបានមានភ្ញៀវចូលគ្រប់គ្រងបានថវិកាចំណេញលុយអីនឹងតិចតួចអីយកមកចូលរួមបរិច្ចាគបន្តទៀតមកហើយពុកម៉ែដែលគាត់ធ្វើការយើងបងប្អូនយើងធ្វើការរកស៊ីអីយើងរកស៊ីធ្វើការធម្មតាទៅបានចំណូលយើងជួយបន្តទៀតព្រោះពួកចៅសៀមនេះមិនដឹងថ្ងៃណាវាឈប់ឯងវានៅរ៉ែនៅត្រាំត្រៃហ្នឹងសឹងតែបចោណាមិនដឹងថាជេរវាមិនអសមទេអញ្ចឹងសម្រាប់ហាង The Water ដូចពុកម៉ែបងប្អូនឃើញអញ្ចឹងគឺគាត់ស្នាស់និយាយទៅខ្នះខ្នែងជួយហើយ Eat More នេះគឺគាត់សិតតែជួយអញ្ចឹងពុកម៉ែបងប្អូន Eat More អីសិតតែនៅបើក The Water ក៏នៅបើកអត់មានបិទទេនៅទទួលព្រោះបើគាត់មិនបើកទេអាលុំមកអើយអត់បានទេបានលុយឯណាជួយបានមានកម្លាំងចិត្តឯណាបន្តទៀតអញ្ចឹងកុំឲ្យលឺខមមិនថាអូយឆ្លោះគ្នាខ្មែរថាអូយដឹងរស់ស៊ីដែរប្រទេសជាតិអញ្ចឹងឆ្លៀតរស់ស៊ីរកអីអត់ទេខ្ញុំសុំណាពុកម៉ែបងប្អូនប្រទេសយើងត្រូវការសេដ្ឋកិច្ចដើរបើយើងនាំគ្នាតូតុនមិនរស់ស៊ីមិននាំគ្នាធ្វើការក៏អត់កើតដែរព្រោះអីវាមិនមែនទៅមិនកើតទេដូចជាចង់ក្បែរ10ថ្ងៃដែរហើយល្មមនឹងពេលដែលយើងអាចដកឃ្លាបន្តិចអារម្មណ៍យើងស្ងប់យើងនាំគ្នាធ្វើការបដោតលើការងារធ្វើការទុកឲ្យបងគាត់គាត់ការពារយើងជួយគាត់ពីក្រោយម្ដងបន្តិចអានេះជាស្មារតីខ្មែរស្រឡាញ់ខ្មែររួបរวมគ្នាតតែអញ្ចឹងយោគយល់គ្នាឲ្យមែនតានជាក់ស្ដែងហាង The Water គាត់បានរួបរวมគ្នាជាមួយបុគ្គលិកធ្វើមុខម្ហូបប្លែកដើម្បីកុំឲ្យតលន់ដល់ពុកម៉ែភាសាក៏ដូចជាបងកងទ័ពព្រោះឮមកថាអូយតលន់មែនតានហើយអញ្ចឹងខ្ញុំតសើគាត់មែនតាននិយាយទៅគាត់ចូលរួមជួយបរិច្ចាគទៅដល់ទីតាំង Eat More ហើយគឺគាត់ជួយទៅដល់ពុកម៉ែបងប្អូនភាសាហើយគាត់ជួយដល់អ្នកស្ម័គ្រចិត្តដែរមកនៅនឹងទៀតអញ្ចឹងគឺនិយាយទៅគឺគាត់ជួយច្រើនអញ្ចឹងមកខ្ញុំថាហាងណាក៏ដោយបើកនៅទៅបើកទៅរស់ស៊ីនៅទៅរស់ស៊ីទៅធ្វើការទៅយើងរកបានចំណូលចំណេញអីថវិកាអីយើងជួយអីដោយសារអីបងកងទ័ពគាត់ការពារយើងដូចយើងធ្វើយើងរកស៊ីបានសេចក្តីសុខសុវត្ថិភាពដល់សប្តាហ៍ថ្ងៃនេះងាយស្រួលនេះនៅខាងក្នុងនេះយើងមិនមានការផិតភ័យយើងផិតភ័យមែនប៉ុន្តែយើងមានអារម្មណ៍ថាមានអ្នកការពារយើងអញ្ចឹងយើងត្រូវតបស្នងគាត់វិញចំណេញរកស៊ីលក់ដូរធ្វើការបានតិចតួចមកយើងចូលរួមបរិច្ចាគទៀតអញ្ចឹងទៅមូលនិធិ Eat More យើងនៅតែបន្តទទួលនៅតែបន្តបញ្ជូនស្បៀងបញ្ជូនទាំងអស់ទៅដល់អញ្ចឹងអ្នកស្ម័គ្រចិត្តនៅតែបន្តចូលរួមជួយអញ្ចឹងទៅដូចជាក់ស្ដែងណាអូខាងអីណាអានឈើអីណាគាត់ចូលរួមជួយចែកជួយអីអូយមកច្រើនមែនតើអរគុណដល់ហាងបាយ